អ្នកទាំងអស់គ្នាជឿថាមនុស្សអាចមើលឃើញខ្មោចដែរឬទេនេះជារឿងរ៉ាវដែលខ្ញុំបានដឹងអំពីប្អូនប្រុសម្នាក់ដែលគាត់បាននិយាយប្រាប់ខ្ញុំថាគាត់តែងតែឃើញអមនុស្សជារឿយៗស្ទើរគ្រប់ទីកន្លែងពេលខ្លះសូម្បីតែគេងនៅក្នុងផ្ទះខ្លួនឯងក៏បានជួបដូចគ្នាគឺថាជួបរហូតលែងខ្លាចលែងខ្វល់អស់ទៅហើយគាត់ក៏បន្តទៀតថាពពួកអមនុស្សដែលគាត់បានជួនជាខ្មោចបំពេកូនជួនជាខ្មោចអនាថាជួនជាប្រែតកម្ពស់ចុងត្នោតនាយរួមជួបស្ទើរតែគ្រប់រូបភាពទៅហើយប៉ុន្តែមានរឿងមួយដែលគាត់ជួបហើយធ្វើឲ្យគាត់ខ្លាចរហូតដល់សពថ្ងៃព្រោះតែវាបានលងបន្លាចមិនដូចអមនុស្សដទៃដែលគាត់បានត្រឹមតែឃើញប៉ុណ្ណោះគាត់បានដំណើររឿងរបស់គាត់ថាខ្ញុំគឺជាកូនកសិករមួយរូបរស់នៅក្នុងភូមិឆ្ងាយពីទីរួមស្រុកមួយកន្លែងខ្ញុំជាកូនទី3នៅក្នុងគ្រួសារនិងមានប្អូនចំនួន2នាក់ទៀតផងគ្រួសាររបស់ខ្ញុំប្រកបរបរធ្វើស្រែចម្ការដូចគេដូចឯងនិងមានជីវភាពសមរម្យផងដែរគ្រួសាររបស់ខ្ញុំក៏មិនមែនជាអ្នកដែលមានអបិយជំនន់នៅក្នុងខ្លួននោះទេប៉ុន្តែចម្លែកអីតែខ្ញុំដែលតែងតែបានជួបនឹងឃើញនៅមនុស្សផ្សេងស្ទើរគ្រប់ទីកន្លែងដែលខ្ញុំបានទៅប៉ុន្តែខ្ញុំមិនដែលខ្លាចនោះទេដោយសារតែបានឃើញត្រឹមតែឃើញប៉ុណ្ណោះរហូតមកដល់វេលាមួយដែលខ្ញុំបានឃើញនឹងជួបប្រទះនៅមនុស្សមួយប្រភេទដែលបានលងបន្លាចខ្ញុំធ្វើឲ្យខ្ញុំខ្លាចរហូតមកដល់សពថ្ងៃវេលាកាលនោះជួនជារដូវធ្វើស្រែចម្ការពុកបានប្រើឲ្យខ្ញុំទៅដេកយាមពូជស្រូវដែលគាត់បានត្រាំទុកនៅក្នុងប្រឡាយព្រោះខ្លាចមានអ្នកលួចនៅពេលយប់ដោយសារតែព្រឹកឡើងក៏ត្រូវយកពូជនោះទៅព្រោះនៅក្នុងស្រែខ្ញុំបានព្រមនឹងពុកហើយបានបបួលប្អូនៗរបស់ខ្ញុំ2នាក់ទៀតឲ្យទៅជាមួយដោយបានត្រៀមអាហារផ្សេងទុកសម្រាប់ហូបនៅពេលព្រឹកផងដែរដូចជាអង្ករទុកសម្រាប់ដាំបាយអំបិលម្ទេស1កំប៉ុងនំប៉័ង1ថង់ហើយក៏បានយកដីកេះទុកសម្រាប់ដុតភ្លើងនៅពេលយប់ព្រមទាំងមានបង្កាយសម្រាប់ដាក់យកត្រីនៅតាមប្រឡាយដោយមិនបានយកសាច់អ្វីតាមខ្លួននោះទេព្រោះខ្ញុំដឹងថាព្រឹកឡើងនឹងមានត្រីជាប់បង្កាយជាមិនខានទៅដល់ទីតាំងដែលត្រូវសម្រាប់ខ្ញុំក៏បានរៀបចំចង់តង់ការពីទឹកភ្លៀងនិងរៀបចំកន្លែងសម្រាប់បងប្អូនរបស់ខ្ញុំដើម្បីគេងចំណែកខ្ញុំបានចង់អង្រឹងជាប់ដណ្ដើមឈើសម្រាប់ខ្លួនឯងបន្ទាប់មកក៏រៀបចំបង្កែងនិងបិទនុយយកទៅដាក់ដោតនៅតាមមាត់ប្រឡាយក្រោយអំពីដាក់បង្កែងហើយក៏ត្រឡប់មកវិញហើយរងចាំដល់ម៉ោង9យប់នឹងទៅមើលបង្កែងម្ដងម៉ោង9ជិតមកដល់ខ្ញុំក៏រៀបចំពិលបំភ្លឺដើម្បីមើលបង្កែងពេលនោះប្អូនខ្ញុំបាននិយាយថាបងខ្ញុំដូចជាមានអារម្មណ៍ថាឃ្លានយ៉ាងម៉េចទេលើដូចនោះខ្ញុំក៏បានយកនំប៉័ងដែលដាក់មកតាមខ្លួនឲ្យវាហូបហើយក៏បានប្រើឲ្យវាយកមួយចំណែកទៅដាក់សែនឲ្យម្ចាស់ទឹកម្ចាស់ដីផងដែររួចហើយក៏បានដើរទៅមើលបង្កែងទៅចាំបានថាពេលនោះខ្ញុំដាក់បង្កែងបានត្រីចំនួន3ក្បាលដែលមានទំហំធំសមល្ងង់ដោះត្រីដាក់នុយវិញហើយក៏ត្រឡប់មកកន្លែងដេកវិញហើយពេលមកដល់ក៏បានប្រទះឃើញអ្វីម្យ៉ាងមានសម្បុរខ្មៅសក់សំពងកំពុងអង្គុយចោមហោងស្ទីនំប៉័ងដែលប្អូនខ្ញុំបានដាក់ខ្ញុំដឹងច្បាស់ថាវាមិនមែនជាមនុស្សនោះទេតែមិនអីទេ
វាគ្មានអ្វីចម្លែកសម្រាប់ខ្ញុំឡើយខ្ញុំក៏បានយកត្រីទៅដាក់ក្នុងស្បោងហើយយកទៅប្រោះចោលនៅក្នុងប្រឡាយទុកសម្រាប់អាំងហូបនៅពេលព្រឹកហើយក៏ចូលអង្រឹងសំងំដេកទៅខ្ញុំដេកបានមកទឹកខាងខ្ញុំបានប្រោះត្រីនោះឯងយប់ប្រហែលជាម៉ោង 1 រំលងអាធ្រាត្រខ្ញុំក៏ភ្ញាក់ហើយក៏មានអារម្មណ៍ថាឈឺបត់ជើងតូចផងដែរខ្ញុំក៏បានចុះពីអង្រឹងទៅបត់ជើងតូចភ្លាមបត់ជើងតូចរួចខ្ញុំបានងាកតាមកន្លែងដែលខ្ញុំបានប្រោះត្រីហើយដោយសារតែមេឃភ្លឺខ្ញុំក៏បានឃើញអមនុស្សសម្បុរខ្មៅនោះកំពុងតែធ្វើអ្វីម្យ៉ាងនៅកន្លែងនោះខ្ញុំមិនហ៊ានមុតនោះទេក៏លោបចូលទៅក្នុងអង្រឹងវិញទាំងភាពភ័យខ្លាចមួយសន្ទុះក្រោយមកខ្ញុំក៏បានឮសំឡេងសម្រាប់ជើងដើរនៅក្បែរតង់របស់ប្អូនខ្ញុំបាក់ភ្នែកតិចក៏ស្រាប់តែឃើញវាកំពុងតែដើរនៅក្បែរនោះងាកចុះងាកឡើងមិនដឹងថាជាវិញ្ញាណឬជាអ្វីឲ្យប្រកបនោះទេហើយបន្តិចក្រោយមកក៏បាត់ស្រមោលវាឈឹងអ្វីដែលនឹកស្មានមិនដល់ក្រោយពេលវាបាត់ទៅក៏បានមកឮសំឡេងមនុស្សស្រីយំល្វើយដំបងឮតិចតែយូរទៅកាន់តែឮខ្លាំងទៅស្រាប់ហើយព្រឺសម្បុរខ្លាំងណាស់អស់ពីយំទៅជាសើចអស់ពីសើចទៅជាយំហើយខ្ញុំនេះខ្លាចលំបាច់នឹងចូលខ្លួនទៅហើយត្រមិញបានខ្ញុំក៏ស្ទុះទៅដាក់បងប្អូនរបស់ខ្ញុំទាំងពីរហើយបាននាំវារត់ចេញពីកន្លែងនោះភ្លាមដោយភាពភ័យខ្លាចលុះព្រឹកឡើងខ្ញុំក៏បាននាំឪពុករបស់ខ្ញុំទៅមើលកន្លែងដែលខ្ញុំបានដេកទៅដល់ភ្លាមខ្ញុំក៏បានប្រទះឃើញត្រីដែលខ្ញុំបានប្រោះទុកដាច់រយះដូចជាមានអ្វីខំស៊ីអញ្ចឹងហើយពុកក៏បានសួរថាយប់មិញឯងមានតែអីឲ្យគេស៊ីទេខ្ញុំក៏បានប្រាប់គាត់ថាខ្ញុំបានប្រើឲ្យអាប្អូនដាក់នំប៉័ងឲ្យគេពុកក៏និយាយថាប្រហែលប្អូនឯងដាក់ឲ្យបានត្រឹមតែដាក់ប៉ុណ្ណោះមិនបានអញ្ជើញម្ចាស់ទឹកម្ចាស់ដីនោះទេទើបបានជាមានអមនុស្សមកបែបនេះចាប់តាំងពីពេលនោះមកខ្ញុំតែងតែមានការប្រុងប្រយ័ត្នជានិច្ចអំពីរឿងនេះក្រោយមកខ្ញុំក៏តែងតែបានឃើញអមនុស្សជាបន្តទៀតប៉ុន្តែមិនដែលមានរឿងអ្វីកើតឡើងនោះទេហើយរឿងនេះក៏ត្រូវបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់